Số bát xâm liếng xôm cổ rộng chụp riệp số prey mà trụ technic chun chati cổ rộng năng chati mitray xôm spa cung trụ technic chun chỉ bằng to tậnนี้xôm technic chun tam đànเทศนาในปอดมีนอันตรายជាតិสำคัญ BBTV Top Story ปอดมีนสำคัญในពេលថ្ងៃត្រង់សម្រាប់ថ្ងៃនេះថ្ងៃទី12ខែកុម្ភៈឆ្នាំ2026ប៉ុន្តែរឿងរ៉ាវជាច្រើនបន្តកើតមានឡើងនៅលើពិភពលោកហើយយើងខ្ញុំសូមផ្ដល់ជូននៅពណ៌ដែលមានវិវត្តដំបូងនេះអំពីស្ថានភាពពិភពលោកនិយាយអំពីរឿងមជ្ឈមបូព៌ាបញ្ហាអ៊ីរ៉ង់និងសហរដ្ឋអាមេរិកហើយក៏តាក់ទងនឹងអ៊ីស្រាអែលផងដែរទូរទស្សនិកជននៅថ្ងៃម្សិលមិញនេះគឺលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu របស់ប្រទេសអ៊ីស្រាអែលបានធ្វើដំណើរទៅកាន់សេតវិមានសហរដ្ឋអាមេរិកមុនពេលកំណត់ដែលគ្រោងនឹងធ្វើឡើងប៉ុន្មានថ្ងៃខាងមុខទៀតនេះហើយភាពប្រញាប់ប្រញាល់នៃជំនួបជាមួយនឹងលោក Donald Trump នេះត្រូវបានគេមើលឃើញថាពិភាក្សាអំពីបញ្ហាអ៊ីរ៉ង់ស្របពេលដែលអាមេរិកបង្កើនសម្ពាធផ្នែកយោធានិងជំរុញឲ្យអ៊ីរ៉ង់បង្កើតឲ្យមានកិច្ចព្រមព្រៀងរឿងកម្មវិធីនុយក្លេអ៊ែរថ្មីជាមួយនឹងសហរដ្ឋអាមេរិកប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្រោយពីមានជំនួបជាមួយគ្នារួចហើយនៅថ្ងៃពុធម្សិលមិញតាមវេលានៅសហរដ្ឋអាមេរិករវាងលោក Netanyahu និងលោក Donald Trump ប្រមុខដឹកនាំកម្ពុជាទាំងពីរមិនបានបង្ហើបអំពីលទ្ធផលថាតើការជួបពិភាក្សាគ្នានោះបាននិយាយគ្នាផ្ដោតទៅលើចំណុចអ្វីខ្លះទាក់ទងនឹងរឿងអ៊ីរ៉ង់នេះហើយទទួលបានលទ្ធផលយ៉ាងណាហើយក្នុងនោះផងដែរប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅតែរក្សាជំហរដដែលគឺចង់ជំរុញឲ្យអ៊ីរ៉ង់បង្កើតឲ្យបាននូវកិច្ចព្រមព្រៀងថ្មីរឿងកម្មវិធីនុយក្លេអ៊ែរដែលសហរដ្ឋអាមេរិកតែងតែព្យាយាមទប់ស្កាត់អ៊ីរ៉ង់តាំងជាយូរមកហើយនោះលោក Donald Trump បានដឹងថាលោកនៅតែបន្តស្វែងរកកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ដើម្បីទប់ស្កាត់ប្រទេសនេះកុំឲ្យព្យាយាមផលិតអាវុធនុយក្លេអ៊ែរបានបន្ទាប់ពីកិច្ចប្រជុំរយៈពេល3ម៉ោងជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែលតែងតែជំរុញអាមេរិកឲ្យធ្វើអន្តរាគមន៍យោធាឲ្យបានខ្លាំងក្លាជាងមុនលើអ៊ីរ៉ង់ដំណើរទស្សនកិច្ចលើកទី6របស់លោក Netanyahu ទៅកាន់សេតវិមានចាប់តាំងពីលោក Trump បានកាន់តំណែងប្រធានាធិបតីអាណត្តិទី2មកនេះបានបញ្ចប់ដោយគ្មានការអត្ថាធិប្បាយអ្វីច្រើនជាសាធារណៈទេអំពីលទ្ធផលនៃជំនួបនេះលទ្ធផលនៃកិច្ចប្រជុំដែលបានរៀបចំយ៉ាងប្រញាប់ប្រញាល់ត្រូវបានប្រកាសដោយលោក Donald Trump នៅក្នុងការបង្ហោះតាមអ៊ីនធឺណិតលោក Trump បានសរសេរនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ថាมันមានអ្វីដែលសម្រេចបានច្បាស់លាស់ទេក្រៅពីរូបលោកបានទទូចថាការចរចាជាមួយអ៊ីរ៉ង់នៅតែបន្តមើលថាតើកិច្ចព្រមព្រៀងមួយអាចសម្រេចបានឬអត់ប្រសិនបើអាចធ្វើទៅបានលោកនឹងជម្រាបជូននាយករដ្ឋមន្ត្រីមិនខានប្រសិនបើមិនអាចទេពួកលោកនឹងមើលថាតើលទ្ធផលនឹងទៅជាយ៉ាងណាសហរដ្ឋអាមេរិកបានប្រមូលផ្ដុំកម្លាំងនៅមជ្ឈមបូព៌ាដោយគម្រាមវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ក៏ដូចជាថ្នាក់ដឹកនាំនិងយោធារបស់អ៊ីរ៉ង់គណៈសេតវិមានបានស្វែងរកសម្បទានថ្មីលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះទូរទស្សនិកជនយើងរំលឹកឡើងវិញអំពីចំណុចសំខាន់ចំនួន3ដែលសហរដ្ឋអាមេរិកចង់ដាក់សម្ពាធលើអ៊ីរ៉ង់នៅក្នុងអំឡុងនៃការចរចាជាក់ស្ដែងជំនួបមន្ត្រីអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានធ្វើឡើងម្ដងរួចហើយនៅក្នុងប្រទេសអូម៉ង់កាលពីថ្ងៃសុក្រសប្តាហ៍មុនហើយលទ្ធផលនៅក្នុងការឈានទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីគឺមិនទាន់ទៅរួចទេដែលមន្ត្រីនៃប្រទេសទាំងពីរបានត្រឡប់ទៅកាន់រដ្ឋធានីរៀងខ្លួនវិញដើម្បីធ្វើការពិភាក្សានៅក្នុងក្របខ័ណ្ឌប្រទេសរៀងខ្លួនបន្តទៀតសិនចំណុច3ទី1គឺសហរដ្ឋអាមេរិកចង់ឲ្យអ៊ីរ៉ង់បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមជាផ្នែកធំមួយនៅក្នុងកម្មវិធីនុយក្លេអ៊ែរចំណុចទី2គឺអាមេរិកចង់ឲ្យអ៊ីរ៉ង់ឈប់ការអភិវឌ្ឍនៅ missile ballistic ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ហើយចំណុចទី3គឺឲ្យអ៊ីរ៉ង់ឈប់ផ្គត់ផ្គង់គាំទ្រដល់ខ្សែបណ្ដាញរបស់អ៊ីរ៉ង់នៅក្នុងតំបន់មជ្ឈមបូព៌ាទាំងអស់ដែលក្នុងនោះក៏រាប់ចាប់តាំងពីក្រុមសកម្មយុទ្ធហាម៉ាស់នៅហ្គាហ្សាក្រុមហេស្បូឡានៅក្នុងប្រទេសលីបង់និងក្រុមអូទៀមក្រុមសកម្មយុទ្ធជាច្រើនទៀតទាំងនៅអ៊ីរ៉ាក់និងនៅស៊ីរីនិងនៅយេម៉ែនជាដើមគឺចង់ឲ្យអ៊ីរ៉ង់ឈប់3ចំណុចនេះគឺអ៊ីរ៉ង់ស្វាគមន៍តែមួយចំណុចទេសម្រាប់ការចរចាគឺតាក់ទងទៅនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់គឺអំពីសារធាតុអ៊ុយរ៉ានីញ៉ូមដែលអ៊ីរ៉ង់ហាក់ដូចជាមានការត្រៀមលក្ខណៈនៅក្នុងការបន្ធូរបន្ថយជំហររបស់ខ្លួនច្រើនដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគឺអាមេរិកនិងអ៊ីស្រាអែលជាពិសេសនៅតែទទូចចង់បាននៅចំណុចសំខាន់ពីរទៀតហើយក្នុងរឿងនេះគឺអ៊ីរ៉ង់បានបញ្ជាក់ម្ដងទៀតថាអ៊ីរ៉ង់មិនចរចាទេលើរឿងសមត្ថភាពមីស៊ីលទីប្រឹក្សារបស់មេដឹកនាំកម្ពុជាអ៊ីរ៉ង់បានឲ្យដឹងនៅថ្ងៃពុធទី11កុម្ភៈ
ម្សិលមិញនេះថាសមត្ថភាពមីស៊ីលអ៊ីរ៉ង់គឺជាបន្ទាត់ក្រហមហើយមិនមែនជាប្រធានបទដែលត្រូវចរចាទេគណៈដែលទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងមើលការចរចាជុំថ្មីដើម្បីជៀសវាងចំនួនក្រុមអ្នកការទូតអាមេរិកនិងអ៊ីរ៉ង់បានរៀបចំកិច្ចចរចាដោយប្រយោលកាលពីសប្តាហ៍មុននៅប្រទេសអូម៉ង់ស្របពេលការបង្កើនកងទ័ពជើងទឹកក្នុងតំបន់ពីសំណាក់សហរដ្ឋអាមេរិកកំពុងគំរាមកំហែងអ៊ីរ៉ង់យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋគណៈកំពុងបង្ហាញវត្តមាននៅក្នុងការដង្ហែក្បួនរំលឹកខួបលើកទី47ឆ្នាំនៃបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ទីប្រឹក្សារបស់មេដឹកនាំកម្ពុជាអ៊ីរ៉ង់លោកអាលីសាំខានីបានលើកឡើងថាសមត្ថភាពមីស៊ីលរបស់សាធារណរដ្ឋអ៊ីស្លាមនេះគឺមិនអាចយកទៅចរចាគ្នាបានទេទីក្រុងវ៉ាស៊ីនតោនបានស្វែងរកជាយូរហើយនៅក្នុងការពង្រីកការចរចាលើសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដើម្បីគ្របដណ្ដប់លើកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ទៀតអ៊ីរ៉ង់បាននិយាយថាខ្លួនបានត្រៀមរួចជាស្រេចដើម្បីពិភាក្សាអំពីការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរជាថ្នូរនឹងការលើកលែងទណ្ឌកម្មប៉ុន្តែបានច្រានចោលម្ដងហើយម្ដងទៀតចំពោះការភ្ជាប់បញ្ហានេះទៅនឹងបញ្ហាផ្សេងទៀតរួមទាំងរឿងការគ្រប់គ្រងមីស៊ីលបាល់លីស្ទិករបស់អ៊ីរ៉ង់នោះផងដែរដល់នៅពេលនេះទាំងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកមិនទាន់អាចកំណត់ថាតើនឹងត្រូវជួបពិភាក្សាគ្នាជុំថ្មីទៀតនៅពេលណានោះហើយផ្ទុយទៅវិញមានត្រឹមតែជាការគម្រាមកំហែងបាត់កំញើញដាក់គ្នាផ្នែកយោធាទៅវិញទៅមកពីមហាអំណាចសភាវុធនៅមជ្ឈិមបូព៌ាអ៊ីរ៉ង់ជាមួយនឹងខាងសហរដ្ឋអាមេរិកនេះរឿងនេះបាននាំឲ្យតម្លៃប្រេងរង្គើទៀតហើយគឺនៅថ្ងៃនេះថ្ងៃប្រហ័សទី12ខែកុម្ភៈឆ្នាំ2026តម្លៃប្រេងអន្តរជាតិបានកើនឡើងបន្តិចទៀតតម្លៃប្រេងបានកើនឡើងនៅព្រឹកថ្ងៃប្រហ័សទី12កុម្ភៈឆ្នាំ2026នេះគណៈក្រុមវិនិយោគិនមានក្តីបារម្ភអំពីភាពតានតឹងដែលកើនឡើងរវាងអាមេរិកនិងអ៊ីរ៉ង់តម្លៃប្រេងឆៅ Brent របស់អាមេរិកបានកើនឡើង34សេនឬ 0.49% គឺក្នុងតម្លៃ $69.74 ក្នុងមួយបារ៉ែលគិតត្រឹមម៉ោង 1:26 នាទីម៉ោងសកលប្រេងឆៅ WTI របស់អាមេរិកបានកើនឡើង37សេនឬ 0.57% គឺដល់តម្លៃ$65ក្នុងមួយបារ៉ែលតម្លៃស្តង់ដារទាំងពីរបានកើនឡើងខ្ពស់នាថ្ងៃពុធទី11កុម្ភៈម្សិលមិញតម្លៃប្រេងឆៅ Brent បានកើនឡើង 0.87% និង WTI បានកើនឡើង 1.5% ខណៈក្តីបារម្ភអំពីភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់ពីសំណាក់ក្រុមវិនិយោគិនបានគ្របដណ្ដប់លើការកើនឡើងនៃស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រី Benjamin Netanyahu នាថ្ងៃពុធម្សិលមិញនេះថាពួកលោកពុំបានឈានដល់កិច្ចព្រមព្រៀងច្បាស់លាស់អំពីរបៀបបន្តទៅមុខជាមួយអ៊ីរ៉ង់ទេប៉ុន្តែលោកបានទទូចថាការចរចាជាមួយនឹងទីក្រុងតេហេរ៉ង់នឹងនៅតែបន្តបាទទូរទស្សនិកជនតាក់ទងទៅនឹងបញ្ហារវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកហើយក៏តាក់ទងនឹងអ៊ីស្រាអែលផងដែរនៅពេលនេះយើងមានការចូលរួមបន្ថែមពីលោកជិនសេរីមអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិរបស់ទូរទស្សន៍ព័ត៌មាន BTV ដែលលោកនឹងចូលរួមលំអិតបន្ថែមអំពីបញ្ហាជារួមក្នុងរឿងនេះបាទលោកសេរីមម្សិលមិញនេះយើងបានដឹងហើយថាលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu របស់អ៊ីស្រាអែលបានទៅជួបលោក Donald Trump ប៉ុន្តែលោក Trump បានបង្ហាញថាអត់មានអ្វីជាកិច្ចព្រមព្រៀងអីដុំកំភួននៅក្នុងរឿងអ៊ីរ៉ង់នេះទេជារួមតើយើងអាចដឹងបានទេថាតើអ៊ីស្រាអែលព្យាយាមជំរុញអាមេរិកទៅលើចំណុចអ្វីខ្លះតាក់ទងនឹងអ៊ីរ៉ង់នេះហើយមួយវិញទៀតបាននិយាយអំពីចំណុចរួមទាំងអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកនេះតើអាចមានចំណុចរួមអ្វីមួយដែលចាត់ទុកថាជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរដែលប្រទេសទាំងពីរចង់ឲ្យអ៊ីរ៉ង់ធ្វើតាមនោះបាទចំពោះការចង់បានរបស់ខាងភាគីអ៊ីស្រាអែលរហូតដល់លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ីស្រាអែលបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសារជាថ្មីជាលើកទី7ក្នុងការជួបជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នោះគឺការចង់បានរបស់ប្រទេសអ៊ីស្រាអែលនោះ3ចំណុចនោះគឺនៅដដែលហើយ3ចំណុចនេះវាជាបន្ទាត់ក្រហមរបស់ប្រទេសអ៊ីស្រាអែលទៅទៀតដោយអ៊ីស្រាអែលទៅទូចហើយទៅទូចទៀតនៅ3ចំណុចនេះគឺប្រសិនបើមិនបានជោគជ័យមិនបានតាមការចង់បានរបស់ខ្លួនទេនោះអ៊ីរ៉ង់ត្រូវតែរឿងជាមួយអ៊ីស្រាអែលជាការចង់បានរបស់ប្រទេសអ៊ីស្រាអែល3ចំណុចនោះគឺទី1អ៊ីរ៉ង់ត្រូវតែរំលាយរំសាយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានន័យថាទោះបីជាក្នុងស៊ីវិលក៏ដោយជាក្នុងយោធាក៏ដោយ
ក៏នុយក្លែអ៊ីរ៉ង់ត្រូវតែបិទបញ្ចប់ចាប់ពីពេលនេះតទៅនេះជាការចង់បានរបស់ខាងភាគីអ៊ីស្រាអែលហើយចំណុចមួយទៀតគឺអ៊ីស្រាអែលទាមទារឲ្យអ៊ីរ៉ង់បញ្ឈប់ជាបន្ទាន់នៅការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលពីព្រោះក្នុងសង្គ្រាម12ថ្ងៃកន្លងទៅកាលពីខែមិថុនាឆ្នាំ2025កន្លងទៅនេះគឺការប៉ះទង្គិចគ្នាប្រយុទ្ធគ្នា12ថ្ងៃតាមផ្លូវអាកាសរវាងអ៊ីស្រាអែលហើយនិងប្រទេសអ៊ីរ៉ង់នោះគឺអ៊ីស្រាអែលបានដឹងច្បាស់ណាស់អំពីសមត្ថភាពមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់និងសមត្ថភាពយានដ្រូនរបស់ប្រទេសអ៊ីរ៉ង់ដែលអាចទម្លុះខែលការពារមីស៊ីលរបស់ប្រទេសអ៊ីស្រាអែលដល់ទៅ3ប្រភេទមាន Iron Dome ជាដើមនោះនឹងទៅធ្លាក់កំទេចទីតាំងអស់ជាច្រើននៅក្នុងប្រទេសអ៊ីស្រាអែលអញ្ចឹងហើយជាការទាមទារចំណុចទី2របស់ប្រទេសអ៊ីស្រាអែលគឺអ៊ីរ៉ង់ត្រូវតែបញ្ឈប់កម្មវិធីមីស៊ីលរបស់ខ្លួនជាបន្ទាន់ជាចំណុចទី2ហើយចំណុចទី3នោះគឺអ៊ីស្រាអែលក៏ទាមទារផងដែរឲ្យអ៊ីរ៉ង់បញ្ឈប់ជាបន្ទាន់នៅការគ្រប់គ្រងដល់ក្រមចលនាប្រដាប់អាវុធនៅក្នុងតំបន់មាននៅក្នុងប្រទេសអ៊ីរ៉ាក់នៅក្នុងប្រទេសលីបង់នៅប៉ាឡេស្ទីននៅស៊ីរីនៅប្រទេសយេម៉ិននិងនៅប្រទេសផ្សេងទៀតនៅក្នុងតំបន់មជ្ឈមបូព៌ាក្បែរខាងរបស់ប្រទេសអ៊ីស្រាអែលដូច្នេះ3ចំណុចនេះគឺជាការទាមទាររបស់ប្រទេសអ៊ីស្រាអែលហើយការទាមទារនោះគេប្រើពាក្យថា red line គឺជាបន្ទាត់ក្រហមរបស់ប្រទេសអ៊ីស្រាអែលទៀតគឺត្រូវតែសម្រេចបានត្រូវតែឲ្យអ៊ីរ៉ង់បញ្ចប់នៅលុបបំបត្តិ3ចំណុចនេះគឺពីទី1នុយក្លេអ៊ែរទី2កម្មវិធីមីស៊ីលហើយនិងទី3ការគ្រប់គ្រងដល់ក្រមសកម្មប្រយុទ្ធឬក្រមចលនាប្រដាប់អាវុធនៅក្នុងតំបន់នេះជាចំណុចជាចំណែកខាងអ៊ីស្រាអែលចង់បានក្នុងដំណើរទស្សនកិច្ចរបស់លោកបែនចាមីននេតានយ៉ាហ៊ូនាយករដ្ឋមន្ត្រីអ៊ីស្រាអែលទៅកាន់សហរដ្ឋអាមេរិកដើម្បីពិភាក្សាជាមួយនឹងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំចំណែកដែលថាអ្វីទៅដែលជាចំណុចរួមរវាងអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកក្នុងសំណុំរឿងអ៊ីរ៉ង់នេះចំពោះចំណុចរួមនឹងគេហៅអនុត្តរភាពនៅត្រង់ថានៅក្នុងតំបន់មជ្ឈមបូព៌ានេះសហរដ្ឋអាមេរិកចង់ឈរជាជើងឯកនៅក្នុងតំបន់មជ្ឈមបូព៌ាទាំងមូលខាងឥទ្ធិពលយោធានិងសេដ្ឋកិច្ចចំណែកអ៊ីស្រាអែលក៏ដូចគ្នាដែរអ៊ីស្រាអែលក៏ចង់បង្ហាញពីអនុត្តរភាពរបស់ខ្លួនជាបងធំលើសគេនៅក្នុងតំបន់មជ្ឈមបូព៌ាដែរមិនគួរមានអ៊ីរ៉ង់នៅរារាំងនៅជាឆ្អឹងតតឹងករបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទេដូច្នេះមានន័យថាអនុត្តរភាពគឺជាចំណុចរួមនៅត្រង់ថាអាមេរិកក៏ចង់ឲ្យខ្លួនមានអនុត្តរភាពខ្លាំងខាងផ្នែកការកងកម្លាំងយោធានៅក្នុងតំបន់មជ្ឈមបូព៌ាអ៊ីស្រាអែលក៏ចង់ធ្វើជាបងធំនៅក្នុងតំបន់មជ្ឈមបូព៌ាហើយមូលហេតុសំខាន់ដែលអាមេរិកនិងអ៊ីរ៉ង់នៅតែព្យាយាមច្បាច់កប្រទេសអ៊ីរ៉ង់គ្រប់បែបយ៉ាងនោះគឺដោយសារតែអ៊ីរ៉ង់នឹងឯងគឺជាអ្នករារាំងគឺជាអ្នកយកជើងរាទឹកឬជាឆ្អឹងតតឹងកដោយសារតែក្នុងពេលបច្ចុប្បន្ននេះនៅក្នុងតំបន់មជ្ឈមបូព៌ាមិនមែនអាមេរិកតែឯងទេហើយក៏មិនមែនអ៊ីស្រាអែលតែម្នាក់ឯងជាមួយអាមេរិកដែរដែលមានឥទ្ធិពលយោធាខ្លាំងនៅក្នុងតំបន់មជ្ឈមបូព៌ាសូម្បីតែអ៊ីរ៉ង់ក៏មានឥទ្ធិពលខ្លាំងខាងតំបន់នៅខាងកងកម្លាំងយោធានៅក្នុងតំបន់មជ្ឈមបូព៌ាដែរដូច្នេះនិយាយជារួមមកវិញបើនិយាយពីចំណុចរួមក្នុងសំណុំរឿងអ៊ីរ៉ង់ពីសំណាក់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកគឺអនុត្តរភាពនេះឯងដោយអ៊ីរ៉ង់ធ្វើឲ្យខូចធ្វើឲ្យប៉ះពាល់ដល់អនុត្តរភាពរបស់សហរដ្ឋអាមេរិកនិងប្រទេសអ៊ីស្រាអែលនៅក្នុងតំបន់មជ្ឈមបូព៌ាអញ្ចឹងហើយបានជាប្រទេសទាំងពីរគឺសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលខ្វល់ខ្វាយណាស់ប្រឹងប្រែងណាស់និងព្យាយាមដាក់សម្ពាធគ្រប់បែបយ៉ាងដើម្បីកុំឲ្យអ៊ីរ៉ង់ជាឆ្អឹងតតឹងកនៅក្នុងតំបន់មជ្ឈមបូព៌ាជាពិសេសកុំឲ្យអ៊ីរ៉ង់គឺជាអ្នករារាំងឥទ្ធិពលប៉ះពាល់ឥទ្ធិពលអនុត្តរភាពរបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈមបូព៌ានឹងបាទឥឡូវយើងងាកមកកាន់ការប្រឈមដាក់គ្នាផ្នែកយោធាវិញលោកសេរីមតើស្ថានភាពជារួមត្រឹមថ្ងៃនេះមានអ្វីដែលជាការវិវត្តថ្មីថែមទៀតទេបាទចំពោះការវិវត្តថ្មីខាងកងកម្លាំងយោធានោះគឺថ្មីតែមួយទេគឺប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោកដូណាល់ត្រាំ
លោកបានបង្ហើបតាំងពីដើមសប្តាហ៍នេះថាសហរដ្ឋអាមេរិកនឹងបញ្ជូននាវាដឹកយន្តហោះចម្បាំងមួយគ្រឿងទៀតទៅកាន់តំបន់ដែនទឹកនៅជាប់ប្រទេសនៅក្បែរខាងប្រទេសអ៊ីរ៉ង់ពីព្រោះនៅពេលបច្ចុប្បន្ននេះបើនិយាយពីកងកម្លាំងយោធាសហរដ្ឋអាមេរិកមាននាវាដឹកយន្តហោះចម្បាំងមួយគ្រឿងគឺ USS Abraham Lincoln ដែលជានាវាដឹកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរនិងជានាវាដឹកយន្តហោះចម្បាំងមានឥទ្ធិពលខ្លាំងបំផុតរបស់សហរដ្ឋអាមេរិកគឺនៅចតនៅលើដែនទឹកក្បែរប្រទេសអ៊ីរ៉ង់រួចជាស្រេចទៅហើយតែលោក Donald Trump ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានបង្ហើបកាលពីដើមសប្តាហ៍នេះថាអាមេរិកនឹងបញ្ជូនមួយគ្រឿងទៀតទៅកាន់តំបន់ដែនទឹកក្បែរប្រទេសអ៊ីរ៉ង់ក្នុងគោលដៅវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់តែម្ដងហើយមិនត្រឹមតែនាវាដឹកយន្តហោះចម្បាំងទេនៅពេលបច្ចុប្បន្ននេះសូម្បីតែក្រុមនាវាប្រយុទ្ធគេហៅ Strike Group ក្រុមនាវាប្រយុទ្ធនេះក៏នៅក្នុងដែនទឹកក្បែរខាងប្រទេសអ៊ីរ៉ង់រួចជាស្រេចទៅហើយនាវាមុជទឹកនាវាចម្បាំងរួមទាំងកងកម្លាំងយោធារបស់សហរដ្ឋអាមេរិកក្នុងរង្វង់ 40000 នាក់គឺនៅក្នុងតំបន់នានាក្នុងប្រទេសក្នុងតំបន់ក្បែរខាងប្រទេសអ៊ីរ៉ង់រួចជាស្រេចទៅហើយអត់ទាន់រុះរើទេមានន័យថានៅពេលបច្ចុប្បន្ននេះបើនិយាយសម្ពាធខាងយោធារបស់សហរដ្ឋអាមេរិកគឺទាហាន 40000 នាក់នៅតែជិតអ៊ីរ៉ង់នៅឡើយកងកម្លាំងនាវាប្រយុទ្ធនាវាមុជទឹកនាវាចម្បាំងរួមទាំងនាវាដឹកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកគឺនៅតែនៅលើដែនទឹកក្បែរខាងប្រទេសអ៊ីរ៉ង់នៅឡើយហើយសហរដ្ឋអាមេរិកនឹងបញ្ជូនមួយគ្រឿងទៀតនៅនាវាដឹកយន្តហោះចម្បាំងចូលទៅជិតដែនទឹកជិតអ៊ីរ៉ង់បន្ថែមទៀតដើម្បីដាក់សម្ពាធទៅលើប្រទេសអ៊ីរ៉ង់ដូច្នេះបើនិយាយពីការប្រជុំមុខដាក់គ្នាខាងកងកម្លាំងយោធារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់គឺនៅតែមានភាពតានតឹងនៅឡើយទេចំណែកអ៊ីស្រាអែលដែលជាប្រទេសគូសត្រូវសួរពូជរបស់ប្រទេសអ៊ីរ៉ង់នោះក៏ត្រៀមរួចរាល់ក្នុងការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ដែរប៉ុន្តែគ្រាន់តែអ្នកជំនាញជាច្រើនរួមទាំងសហរដ្ឋអាមេរិកផងទៀតបានប៉ាន់ប្រមាណថាប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នោះប្រទេសមុនគេគោលដៅមុនគេគឺអ៊ីរ៉ង់នឹងកំទេចអ៊ីស្រាអែលចោលពីព្រោះដោយសារតែចម្ងាយផ្លូវពីអ៊ីរ៉ង់ទៅប្រទេសអ៊ីស្រាអែលក្នុងរង្វង់ 2000 គីឡូម៉ែត្រប៉ុណ្ណឹង 2000 គីឡូម៉ែត្រអញ្ចឹងបើគណនាអំពីពេលវេលាថេរវេលានៃល្បឿនលឿនរបស់មីស៊ីលអ៊ីប៉ែសូនិកមីស៊ីលបាឡីស្ទិកអ៊ីប៉ែសូនិករបស់ប្រទេសអ៊ីរ៉ង់នោះគឺបាញ់ចេញពីមូលដ្ឋានទ័ពរបស់ប្រទេសអ៊ីរ៉ង់ទៅកាន់ប្រទេសអ៊ីស្រាអែលប្រើថេរវេលាក្នុងរង្វង់ពី11ទៅ12នាទីប៉ុណ្ណោះគឺមីស៊ីលអ៊ីប៉ែសូនិករបស់ប្រទេសអ៊ីរ៉ង់អាចចូលទៅកំទេចគ្រប់គោលដៅទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែលហើយដូច្នេះក្នុងរយៈពេល12នាទីគឺជារយៈពេលខ្លីហើយអ៊ីប៉ែសូនិករបស់ប្រទេសអ៊ីរ៉ង់នេះជាប្រភេទមីស៊ីលរត់ប្រប្រាស់ដីមិនហោះឡើងលើហើយធ្លាក់ចុះទៅរកគោលដៅទេគឺហោះប្រប្រាស់ដីនឹងអាចគេចចេញពីគោលដៅវាយប្រហារថែមទៀតនេះជាក្តីបារម្ភមូលហេតុនឹងហើយបានជាសហរដ្ឋអាមេរិកហាក់ដូចជារួញរាហាក់ដូចជាញញើតញញើមមិនវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ហើយក៏សិក្សាក៏តាមដានច្រើនណាស់ដែរអំពីអ៊ីរ៉ង់ប៉ុន្តែរហូតមកដល់ពេលនេះមិនហ៊ានវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ទេប៉ុន្តែត្រង់ថាហ៊ានមិនហ៊ាននោះគឺមិនទាន់មានប្រភពណាមួយបញ្ជាក់ជាច្បាស់ថាអាមេរិកពិតជាវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ឬក៏យ៉ាងណានោះឡើយទេប៉ុន្តែគ្រាន់តែគេសង្កេតឃើញថាសហរដ្ឋអាមេរិកហាក់ដូចជាញញើតញញើមនឹងរួញរាខ្លាំងដោយសារតែបើសិនបើសហរដ្ឋអាមេរិកវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ភ្លាមនោះអ៊ីរ៉ង់នឹងកំទេចអ៊ីស្រាអែលនេះមុនគេដែលអ៊ីស្រាអែលគឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ាហើយប្រសិនបើអ៊ីស្រាអែលរងការវាយប្រហារដំណំពីប្រទេសអ៊ីរ៉ង់រហូតដល់ទៅបាត់បង់សមត្ថភាពប្រយុទ្ធជាមួយអ៊ីរ៉ង់នោះសហរដ្ឋអាមេរិកក៏ពិបាកទប់ទល់ជាមួយនឹងប្រទេសអ៊ីរ៉ង់ដែរមូលហេតុនឹងហើយបានជារហូតមកដល់ពេលនេះសហរដ្ឋអាមេរិកមិនទាន់សម្រេចចិត្តវាយប្រហារលើប្រទេសអ៊ីរ៉ង់ទេដោយឡែកសហរដ្ឋអាមេរិកកំពុងតែអូសទាញអ៊ីរ៉ង់ឲ្យចូលទៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលនឹងបន្តចរចានៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះវាជាគោលដៅសំខាន់ជាងវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ដែលបង្កមហន្តរាយច្រើនដល់សហរដ្ឋអាមេរិកផង
នឹងដល់អ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនផងនោះបាទ បាទសូមអរគុណលោកសេរីមជាបន្តតាមដានបន្តទៀតអំពីបញ្ហាតានតឹងរវាងអាមេរិកអ៊ីរ៉ង់និងអ៊ីស្រាអែលនេះថាតើអាចនឹងមានការវិវត្តយ៉ាងណាទៀតនៅពេលខាងមុខនេះជម្រាបលាបាទ អរគុណ ទូរទស្សនិកជនឥឡូវនេះយើងងាកមកកាន់ព័ត៌មានវិវត្តបន្ថែមទៀតអំពីរឿងសន្តិភាពអ៊ុយក្រែនដែលរហូតមកដល់ពេលនេះរកមិនទាន់បាននៅឡើយបានន័យថាសង្គ្រាមនៅតែបន្តប៉ុន្តែសហរដ្ឋអាមេរិកកំពុងតែបន្តជំរុញឲ្យមានការចរចាជុំថ្មីបន្តទៀតគឺឥឡូវនេះអាមេរិកបានកោះអញ្ជើញខាងភាគីអ៊ុយក្រែននិងខាងភាគីរុស្ស៊ីឲ្យទៅជួបគ្នានៅក្នុងទីក្រុងម៉ៃអាមីសហរដ្ឋអាមេរិកអាចនៅសប្តាហ៍ក្រោយនេះដើម្បីពិភាក្សាជុំថ្មីមួយទៀតបាទរឿងស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមអាយុកាល74ឆ្នាំគត់ទៅហើយបាំងតែប្រមាណថ្ងៃទៀតនេះទេជុំវិញរឿងនេះគឺខាងអ៊ុយក្រែនលើកឡើងថាខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីទៅចូលរួមប៉ុន្តែអត់ទាន់មានការឆ្លើយតបពីខាងភាគីរុស្ស៊ីនៅឡើយទេប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅថ្ងៃពុធទី11ខែកុម្ភៈឆ្នាំ2026ម្សិលមិញនេះថាអ៊ុយក្រែនបានទទួលយកការកោះអញ្ជើញរបស់អាមេរិកដើម្បីចូលរួមការចរចាសន្តិភាពជុំថ្មីមួយនៅសប្តាហ៍ក្រោយនេះធ្វើឡើងនៅក្នុងទីក្រុងម៉ៃអាមីដំបូងឡើយលោក Zelensky បានប្រាប់សារព័ត៌មាន Bloomberg ថាកិច្ចចរចានេះនឹងត្រូវធ្វើជាម្ចាស់ផ្ទះអាមេរិកហើយនឹងប្រព្រឹត្តទៅនៅថ្ងៃទី17និងថ្ងៃទី18កុម្ភៈប៉ុន្តែក្រោយមកលោកក៏បានលើកឡើងពីភាពមិនច្បាស់លាស់ថាក៏មានលទ្ធភាពមួយដែរដែលថាកិច្ចប្រជុំនេះអាចនឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងអាប៊ូដាប៊ីដោយការលើកមុនដែរហើយអ៊ុយក្រែនមិនឆន្ទៈចូលរួមនៅក្នុងកិច្ចចរចានៅទីណាក៏ដោយយ៉ាងណាមិញកិច្ចចរចាទាំងនេះគឺអាស្រ័យលើការយល់ព្រមចូលរួមរបស់រុស្ស៊ីជាអ្វីដែលអ៊ុយក្រែននិងអាមេរិកមិនទាន់ទទួលបាននៅឡើយទេលោក Zelensky បាននិយាយថាគ្រប់ភាគីកំពុងរងចាំការឆ្លើយតបពីរុស្ស៊ីហើយរហូតមកដល់ពេលនេះតាមដែលបានដឹងគឺរុស្ស៊ីនៅតែស្ទាក់ស្ទើរនៅឡើយសូមលើកផងដែរថាការពិភាក្សាជុំទី2រវាងមន្ត្រីអាមេរិកដែលជាអ្នកសម្របសម្រួលនិងគូចំនួនខាងរុស្ស៊ីនិងអ៊ុយក្រែនបានជួបគ្នា2ជុំហើយកាលពីខែមករាកន្លងទៅយកមកកាន់ព័ត៌មានអំពីការគិតគូររឿងជំនួយជួយដល់អ៊ុយក្រែនពីសម្ព័ន្ធមិត្តអឺរ៉ុបនៅក្នុងនោះសភារបស់សហភាពអឺរ៉ុបបានផ្ដល់ការអនុម័តចុងក្រោយរបស់ខ្លួនលើកម្ចីចំនួន90,000 លានអឺរ៉ូដែលត្រូវផ្ដល់ឲ្យអ៊ុយក្រែននៅថ្ងៃពុធទី11ខែកុម្ភៈឆ្នាំ2026ម្សិលមិញនេះសភាអឺរ៉ុបបានបោះឆ្នោតអនុម័តឥណទានចំនួន90,000 លានអឺរ៉ូប្រហាក់ប្រហែលនឹង107,000 លានដុល្លារអាមេរិកឲ្យដល់ប្រទេសអ៊ុយក្រែនដោយធានាបាននៅតម្រូវការថវិកានិងយោធាយ៉ាងច្រើនរបស់ប្រទេសនេះសម្រាប់រយៈពេល2ឆ្នាំគឺឆ្នាំ2026និងឆ្នាំ2027គណៈសង្គ្រាមរុស្ស៊ីខិតជិតដល់ពេល4ឆ្នាំទៅហើយកញ្ចប់នេះទទួលបានការឯកភាពដោយមេដឹកនាំប្លុកអឺរ៉ុបតាំងពីថ្ងៃទី19ខែធ្នូឆ្នាំ2025មកម្លេះប៉ុន្តែការបោះឆ្នោតធ្វើឡើងនៅថ្ងៃពុធនោះបាទម្សិលមិញនេះគឺជាជំហានចុងក្រោយក្នុងដំណើរការអនុម័តរឿងប្រាក់កម្ចីជំហានបន្ទាប់ក្រុមប្រឹក្សាអឺរ៉ុបនឹងចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងនេះដោយអនុញ្ញាតឲ្យការទូទាត់ចាប់ផ្ដើមហូរទៅកាន់អ៊ុយក្រែននៅក្នុងខែមេសាឆ្នាំ2026នេះកញ្ចប់ប្រាក់កម្ចីគាំទ្រអ៊ុយក្រែននេះគ្របដណ្ដប់ 2/3 នៃតម្រូវការរបស់អ៊ុយក្រែនសម្រាប់ឆ្នាំ2026-2027ហើយកំណត់ថវិកា30,000 លានអឺរ៉ូសម្រាប់ការគាំទ្រថវិកាជាតិនិង60,000 លានអឺរ៉ូទៀតគឺសម្រាប់តម្រូវការផ្នែកយោធានិយាយអំពីជំនួយដល់អ៊ុយក្រែនពីខាងសហរដ្ឋអាមេរិកវិញពិសេសគឺជំនួយយោធាទូរទស្សនិកជនរបាយការណ៍បានរកឃើញថាជំនួយយោធារបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែននៅក្នុងអំឡុងឆ្នាំ2025ដែលទើបតែកន្លងផុតទៅនេះគឺបានធ្លាក់ចុះដល់ទៅ 99% វិទ្យាស្ថានសេដ្ឋកិច្ចពិភពលោកគឺវិទ្យាស្ថាន KEL បានរាយការណ៍នៅថ្ងៃទី11ខែកុម្ភៈឆ្នាំ2026ម្សិលមិញនេះថាជំនួយយោធាអាមេរិកសម្រាប់អ៊ុយក្រែនបានធ្លាក់ចុះ 99% ឯណោះក្នុងឆ្នាំ2025គឺឆ្នាំមុនដែលធ្វើឲ្យប្រទេសនៅអឺរ៉ុបត្រូវបំពេញចន្លោះប្រហោងនេះគណៈក្រុងគៀវជិតដល់ខួប4ឆ្នាំគត់នៃការឈ្លានពានពេញបន្ទុករបស់រុស្ស៊ីលើប្រទេសរបស់ខ្លួនយោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយកម្មវិធីតាមដានការគាំទ្រអ៊ុយក្រែនរបស់វិទ្យាស្ថាន KEL បានឲ្យដឹងថា
ចំនួនយោធាអឺរ៉ុបដល់អ៊ុយក្រែនបានកើនឡើងដល់67%ក្នុងឆ្នាំ2025 ខណៈចំនួនមនុស្សធម៌និងហិរញ្ញវត្ថុបានកើនឡើង59%យោងតាមរបាយការណ៍ការកើនឡើងនៃចំនួនរបស់អឺរ៉ុបបានអនុញ្ញាតឲ្យការគាំទ្រសម្រាប់អ៊ុយក្រែននៅតែមានស្ថិរភាពទោះបីជាមានការធ្លាក់ចុះខ្លាំងនៃចំនួនយោធាអាមេរិកកាលពីឆ្នាំមុនក៏ដោយយ៉ាងណាក៏ដោយការគាំទ្រយោធាសរុបសម្រាប់ទីក្រុងគៀវបានធ្លាក់ចុះ13%ទាបជាងមធ្យមភាពប្រចាំឆ្នាំរវាងឆ្នាំ2022និងឆ្នាំ2024ការធ្លាក់ចុះខ្លាំងនៃការគាំទ្រយោធាអាមេរិកកើតឡើងស្របពេលគ្នានឹងឆ្នាំដំបូងដែលប្រធានាធិបតីអាមេរិក Donald Trump ចូលកាន់តំណែងឡើងវិញនិមការព័ត៌មានជំវិញការលើកឡើងពីខាងបារាំងដែលត្រូវបានគេមើលឃើញថាជាប្រទេសសម្ព័ន្ធមិត្តមួយរបស់សហរដ្ឋអាមេរិកដែរប៉ុន្តែជំហរមិនសូវជាគាំទ្រអាមេរិកទាំងស្រុងប៉ុន្មានទេតែនិកជនគឺបារាំងបានលើកឡើងថាលោក Donald Trump ចង់ដកលោក Zelensky មេដឹកនាំអ៊ុយក្រែនចេញពីអំណាចដោយសារលោក Zelensky រារាំងសន្តិភាពលោក Florian Philippot មេដឹកនាំបកនយោបាយបារាំងគឺបក Les Patriots បានសម្ដែងមតិថាប្រធានាធិបតីអាមេរិក Donald Trump ចង់ដកលោក Volodymyr Zelensky ចេញពីការគ្រប់គ្រងអ៊ុយក្រែនដើម្បីឆ្លើយតបទៅនឹងអត្ថបទមួយរបស់សារព័ត៌មាន Financial Times ដែលបញ្ជាក់ថាក្រមសម្ពាធពីរដ្ឋបាលអាមេរិកក្រុងគៀវបានចាប់ផ្ដើមផែនការរៀបចំការបោះឆ្នោតប្រធានាធិបតីនិងការធ្វើប្រជាមតិលើកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ីលោក Philippot បានសរសេរលើទំព័ររបស់លោកលើបណ្ដាញទំនាក់ទំនងសង្គម X ថាគ្រោះមហន្តរាយសម្រាប់បរិះម្នាក់ដែលកាន់អំណាចដោយគ្មានការបោះឆ្នោតរយៈពេល2ឆ្នាំមេដឹកនាំនៃគណៈបក Les Patriots បានបន្ថែមថាលោក Trump ចង់កម្ចាត់លោក Zelensky ដោយសារលោកគឺជាឧបសគ្គចំពោះសន្តិភាពសកម្មភាពនាពេលកន្លងមករបស់លោក Zelensky ពិតជាបានរារាំងសន្តិភាពយោងតាមសារព័ត៌មាន Financial Times ដែលខ្លួនបានដកស្រង់ប្រភពការបោះឆ្នោតទាំងពីរគួរតែធ្វើឡើងនៅថ្ងៃទី15ខែឧសភាយោងតាមការបោះពុម្ពផ្សាយនេះរដ្ឋបាលអាមេរិកកំពុងដាក់សម្ពាធដែលបានព្រមព្រៀងគ្នាទៅលើក្រុងគៀវដើម្បីបញ្ចប់ចំនួនអ៊ុយក្រែននៅដើមនីតិខែរដូវយោងតាមកាសែតនេះលោក Zelensky អាចនឹងប្រកាសពីការរៀបចំប្រជាមតិនៅការបោះឆ្នោតនៅថ្ងៃទី24ខែកុម្ភៈស្របពេលដែលសន្តិភាពរកមិនទាន់បានសង្គ្រាមគឺនៅតែបន្តការវាយប្រហារគ្នាទៅវិញទៅមករវាងរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្តនៅឡើយបើទោះបីជាគេបានមើលឃើញថាភាគច្រើនរុស្ស៊ីមានព្រៀបនៅក្នុងសង្គ្រាមអាយុកាល74ឆ្នាំនេះក៏ដោយតែនិកជនរុស្ស៊ីបានធ្វើការវាយប្រហារចុងក្រោយនេះបានដាក់គោលដៅទៅលើចំណុចដាក់ពង្រាយយោធាថ្មីរបស់អ៊ុយក្រែនស្របពេលដែលអ៊ុយក្រែនព្យាយាមវាយប្រហារទៅលើទីតាំងចម្រាញ់ប្រេងរបស់រុស្ស៊ីរុស្ស៊ីបានរាយការណ៍នៅថ្ងៃពុធម្សិលមិញនេះត្រូវនឹងថ្ងៃទី11កុម្ភៈឆ្នាំ2026ថាកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានវាយប្រហារគោលដៅយោធាអ៊ុយក្រែនចំនួន141កន្លែងរួមទាំងតំបន់ដាក់ពង្រាយយោធាជាច្រើនកន្លែងគណៈអ៊ុយក្រែនក៏បានអះអាងថាបានវាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីនិងគោលដៅយោធាផ្សេងទៀតនៅក្នុងរយៈពេល24ម៉ោងកន្លងទៅនេះយោងតាមការប្រកាសកាលពីថ្ងៃពុធដោយក្រសួងការពារជាតិរុស្ស៊ីកម្លាំងរុស្ស៊ីបានវាយប្រហារទីតាំងផលិតថាមពលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងតំបន់ដាក់ពង្រាយយោធារបស់កងទ័ពនិងទាហានស៊ីឈ្នួលអ៊ុយក្រែននៅក្នុងរយៈពេល1ថ្ងៃកន្លងទៅនេះហើយប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន458គ្រឿងនៅថ្ងៃដដែលនោះនាយសេនាធិការនៃកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថាកម្លាំងអ៊ុយក្រែនបានវាយប្រហាររោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅក្នុងតំបន់ Volgorod របស់រុស្ស៊ីទីតាំងស្តុកប្រេងឥន្ធនៈមួយកន្លែងនៅតំបន់ Crimea និងឃ្លាំងមួយកន្លែងទៀតនៅតំបន់ Zaporizhzhia នៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែនការវាយប្រហារទាំងនេះក៏បានកំណត់គោលដៅនៅតំបន់ប្រមូលផ្ដុំយោធារុស្ស៊ីស្ថានីយ៍គ្រប់គ្រងយានដ្រូននិងប៉ុស្តិ៍ទីបញ្ជាការផងដែរនេះមកកាន់ការយកចិត្តទុកដាក់ដែលទើបតែកម្រើកឡើងវិញពីសំណាក់សម្ព័ន្ធយោធា NATO ទៅលើបញ្ហាសន្តិសុខនៅតំបន់អាក់ទិកនៅពេលដែលនិយាយអំពីអាក់ទិកគឺយើងនឹកឃើញដល់រឿង Greenland នេះឯងកោះ Greenland ជាតំបន់ពាក់កណ្ដាលស្វយ័តរបស់ប្រទេស Denmark ហើយ Denmark ជាសមាជិករបស់សម្ព័ន្ធយោធា NATO ដឹកនាំដោយអាមេរិកថ្មីនេះលោក Donald Trump បានប្រកាសម្ដងទៀតថាលោកចង់អាមេរិកជាអ្នកគ្រប់គ្រងកោះ Greenland នេះនៅក្នុងបំណងការពារសន្តិសុខជាតិ
របស់អាមេរិកក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួនចំពោះមុខការគម្រាមកំហែងពីរុស្ស៊ីនិងចិនដែលចេះតែកើនឡើងឆ្លើយតបទៅនឹងសម្ពាធពីសហរដ្ឋអាមេរិកនេះគឺឥឡូវនេះគឺសម្ព័ន្ធយោធា NATO ចាប់ផ្ដើមនៅបេសកកម្មដែលគេស្គាល់ថា Arctic Sentry ជាបេសកកម្មពង្រឹងវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់សម្ព័ន្ធយោធា NATO បាននិយាយនៅថ្ងៃពុធទី11ខែកុម្ភៈថាខ្លួនបានចាប់ផ្ដើមបេសកកម្មមួយដើម្បីពង្រឹងវត្តមាននៅក្នុងតំបន់មហាសមុទ្រអាកទិកជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីបន្ធូរបន្ថយភាពតានតឹងធ្ងន់ធ្ងរដែលជំរុញដោយបំណងប្រាថ្នារបស់លោកប្រធានាធិបតីអាមេរិក Donald Trump សម្រាប់សហរដ្ឋអាមេរិកក្នុងការយកមកគ្រប់គ្រងនៅដែនដី Greenland អគ្គលេខាធិការលោក Mark Rutte បាននិយាយថាបេសកកម្មថ្មីដែលមានឈ្មោះថា Arctic Sentry នឹងសម្របសម្រួលវត្តមានយោធាកាន់តែច្រើនរបស់សម្ព័ន្ធមិត្ត NATO នៅក្នុងតំបន់រួមទាំងសមយុទ្ធដូចជាសមយុទ្ធ Arctic Endurance របស់ប្រទេសដាណឺម៉ាកនៅតំបន់ Greenland ជាដើមលោក Rutte បាននិយាយថាវានឹងមានប្រយោជន៍ពីកម្លាំងរបស់សម្ព័ន្ធយោធា NATO ដើម្បីការពារទឹកដីរបស់ខ្លួននិងធានាបានថាតំបន់អាកទិកនិងតំបន់ High North នៅតែមានសុវត្ថិភាពសម្ព័ន្ធយោធា NATO បានចាប់ផ្ដើមរៀបចំផែនការសម្រាប់បេសកកម្មនេះបន្ទាប់ពីលោក Donald Trump និងលោក Rutte បានជួបពិភាក្សាគ្នានៅក្នុងទីក្រុង Davos ប្រទេសស្វីសកាលពីខែមករាកន្លងទៅនៅពេលដែលវិបត្តិដែនដី Greenland ឈានដល់កម្រិតខ្ពស់បង្កដោយការទទូចរបស់លោក Donald Trump ចង់ឲ្យសហរដ្ឋអាមេរិកជាអ្នកគ្រប់គ្រងកោះ Greenland ក្នុងនោះមានការគម្រាមទាំងការប្រើ